ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកដើរលេងទាំងអស់គ្នាណាបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំតាប៊ុនទៀតហើយថ្ងៃនេះតាប៊ុននឹងនាំមិត្តអ្នកដើរលេងទៅញ៉ាំចំណាងម្ដងបាទចឹងរដងចិត្តតែឃើញខ្ញុំផុសវីដេអូដើរលេងអីចឹងណាថ្ងៃហ្នឹងរៀងប្លែកតែមកគ្នាបាទរៀងប្លែកបន្តិចដោយសារតែយើងដើរលេងរៀងហត់រៀងនឿយរៀងដែរយើងទៅភ្លក់ចំណាងម្ដងយើងទៅញ៉ាំចំណាងម្ដងមកគ្នាបាទនិយាយថាចំណាងហ្នឹងមួយឆ្នាំងធំតែម្ដងដែលអីគាត់ធ្វើរៀបចំចែកជូនបងប្អូនគាត់ជាពិសេសពួកខ្ញុំអញ្ចឹងណាគាត់ធ្វើមួយឆ្នាំងទៅមួយឆ្នាំងធំតែម្ដងឆ្នាំងធំតែម្ដងបាទបងជឿញ៉ៃសកម្មតែណាទៅហូបចំណាងនេះគឺជាម្ហូប favorite ប្រចាំខេត្តរតនគិរីតែម្ដងជាពិសេសប្រចាំតំបន់តែម្ដងយើងហូបចំណាងនេះគឺជាម្ហូបជនជាតិដើមភាគតិចដែលនៅក្នុងខេត្តរតនគិរីតែម្ដងបាទមានម្ហូបចំណាងមានប្រងអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយចឹងខ្ញុំចង់ប៉ារីកមិនដល់មកគ្នាបាទទៅហូបចំណាងនឹងប្រូបើសិនជាបងប្អូនបណ្ដាខេត្តផ្សេងៗដែលប្រកួតមកលេខខេត្តរតនគិរីកំភ្លេចហូបចំណាងហើយនឹងហូបប្រងអញ្ចឹងណាបាទអញ្ចឹងមិនចង់ហូបប្រងទៅកន្លែងបឹងច្រឡោមទៅគេលក់ដូចជាធ្វើសម្រាប់យើងហើយជាពិសេសបញ្ចប់ហូបចំណាងនៅចិត្តបឹងកសែងខេត្តរតនគិរីហ្នឹងនៅចិត្តមន្ទីរពេទ្យខេត្តហ្នឹងគឺកន្លែងហ្នឹងគាត់ធ្វើចំណាងលក់អញ្ចឹងមិនមែនតែមួយកន្លែងនេះមានច្រើនទេអ្នកដែលធ្វើម្ហូបប្រងហើយនឹងម្ហូបចំណាងហ្នឹងបាទអញ្ចឹងពួកខ្ញុំគាត់ធ្វើសម្រាប់ហូបជុំគ្នាទៅទៀតហូបជុំគ្នាចែកជូនមិត្តភ័ក្តិគាត់បងប្អូនគាត់ដែលជាពិសេសពួកខ្ញុំមួយហ្នឹងបាទនិយាយទៅចំណាងហ្នឹងយើងត្រូវមានការមានបុកក្រៀវអញ្ចឹងណាមានដាក់មីថែមអញ្ចឹងណាបាទយើងសត្វសាច់ខ្លាំងដែលមានតំពាំងអីអាហ្នឹងគឺផ្សំផ្សេងទៀតបាទអញ្ចឹងដូចចំណាងវាឆ្ងាញ់ពីមានទឹកបាទចំណាងវាឆ្ងាញ់ធំវាមានទឹកសិនតែមានវាអត់មានទឹកទេវាសាបអីចឹងណាហ្នឹងហើយអ្នកនរគ្នាបាទទៅចំណាងគឺខេត្តរតនគិរីគឺ favorite ខ្លាំងមែនតើបាទនិយាយទៅមុខចំណាងនេះគឺជាម្ហូបមួយដែលឆ្ងាញ់បំផុតក្នុងខេត្តរតនគិរីនិយាយទៅគ្រប់បណ្ដាខេត្តវាមានម្ហូប favorite ប្រចាំតំបន់របស់ពួកគាត់អញ្ចឹងណាតែខេត្តរតនគិរី favorite គឺម្ហូបចំណាងហ្នឹងហើយបាទចំណាងហើយម្ហូបប្រងហ្នឹងហើយបងប្អូនបាទអញ្ចឹងបើសិនជាអ្នកបងប្អូនដែលមកលេងខេត្តរតនគិរីកុំភ្លេចហូបចំណាងមុននឹងចាក់ចេញពីខេត្តរតនគិរីហូបភ្លក់ហូបចំណាងហើយហូបប្រងសិនណាអ្នកនាងណាអញ្ចឹងទៅស្មើតែភ្ញៀវបរទេសគេនិយាយថាអូ very nice food តែគេនិយាយអញ្ចឹងណាគាត់ថាមកឆ្ងាញ់ណាស់អញ្ចឹងខ្ញុំអត់មានអីច្រើនទេបាទគាត់នឹងបង្ហាញអំពីម្ហូប favorite ប្រចាំខេត្តយើងជាពិសេសខេត្តរតនគិរីគឺម្ហូបចំណាងហើយនឹងប្រងបាទអញ្ចឹងអរគុណច្រើនយើងជួបគ្នាក្រោយបាយបាយអ្នកទាំងអស់គ្នា